ម៉ាស៊ីនស្រេះភ្នែកមាន់ម៉ាកស៊ូព្រីមនេះជាតាប់ឡូផ្ទាំងចុចប្រភេទនឹងហើយនេះជាលេខម៉ូដែលម៉ាកស៊ូព្រីមរបៀបកំណត់បិទឬបើករលះទាញកាំបិតកាត់អំបោះខាងក្រោមអញ្ចឹងខ្ញុំនឹងដកជើងទាចេញដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការមើលរលះមួយនឹងគឺជាកន្លែងទាញកាំបិតកាត់អំបោះខាងក្រោមអញ្ចឹងជន់ឈ្នាន់ខាងក្រោមឲ្យម៉ាស៊ីនដំណើរការស្រេះពេលស្រេះរួចកាត់អំបោះគឺរលះមួយនឹងគឺអត់ដំណើរការទេបងវ៉ែទៅតាប់ឡូយើងវិញបិទកុងតាក់ម៉ាស៊ីនបន្ទាប់មកចុចលើប៊ូតុងតេស្តជើងទានិងប៊ូតុងសញ្ញាចុងអដៃពីរនឹងក្នុងពេលតែមួយឲ្យជាប់រួចបើកកុងតាក់ម៉ាស៊ីនរងចាំឲ្យចេញប្រូក្រាមបែបហ្នឹងដកដៃចេញរួចចុចព្រួយខាងលើកំណត់យកលេខ558គឺជាកន្លែងកំណត់បិទឬបើកកាំបិតកាត់អំបោះខាងក្រោមនៅពេលដែលយើងរាវរកលេខ558ឃើញហើយខាងក្រោមអក្សរអនបងប្អូនចុចលើប៊ូតុងនឹងកំណត់ដូរដាក់អក្សរអោរួចចុច Enter សញ្ញាព្រួយដើម្បីសេវឲ្យជាប់បន្ទាប់មកបិទកុងតាក់ម៉ាស៊ីនរួចបើកកុងតាក់ម៉ាស៊ីនឡើងវិញរងចាំឲ្យចេញអក្សរបែបហ្នឹងជន់ឈ្នាន់ខាងក្រោមមួយទៅមុខដើម្បីឲ្យម៉ាស៊ីនញាក់ដំណើរការបន្ទាប់មកជន់ឈ្នាន់ខាងក្រោមបន្តឲ្យម៉ាស៊ីនដំណើរការស្រេះពេលស្រេះរួចកាត់អំបោះរលះទាញកាំបិតគឺដំណើរការឡើងវិញហើយនេះហើយគឺជារបៀបកំណត់បិទឬបើករលះទាញកាំបិតកាត់អំបោះខាងក្រោមសូមអរគុណ